vì không ai và slide và hai đi chỉ cari cả một lúc một thứ để mình chia thạc mấy mình là tập hiệp rồi hô đó ai cái phèn tí và phải phục lốt nên phèn thì bây giờ trên chạy cam chiến đừng rip lùm đập cái còng rồi bảo về sao ông lấy bị ế rồi đòi giật và đòi lấy tam lùm đập thêm đoàn bà thầy chia mình to bàn chắc xâmรับsẽ đề đi cả bảo lục bình thường đại chiếc này nghe giờ phần miền bảo trụ từ bây giờประจำในขาดบันตีมันใจจะสมจริงแต่สนาเราจะได้การบอลลูกโดยต่อไปกุมาไรชลาดปีกำนัดอายุปีคูบดำมวยขายจุ่มนิ่งเรียบรูปเตียงกลมหนูพันตีปีพบโลกขนองจำนอมเตียงรูปดับปมเปิลทอมทอมขนองมวยเตียงโตมันติดเชียงมรอยสันหลักได้เตะบ้านกีดังยีทักเมย์ฉลาดได้รู้นกขนองกรองไปไปให้เตะบ้านไอ้ดำองค์อื่นตีปรึกษาต่อสำนักอักเก็บมหาศิลปะใดๆจูนไซน์นายกรัฐมนตรีในปริเจนจักรกัมพูชีหนึ่งเชี่ยอภิบาลแคดบันตีมินจีบ้านกอดสายอย่างไกลเล่งจะปูเอาปกบันไดแต่บ้านจะไทยตัวมโกนให้บ้านคลายชื่อกุมาไรฉลาดกุมาไรฉลาดปีกำนัดมีนชมุทักเก้าสิบถึงมีนอายุปีคูบดำมวยขายกุมาไรเจ้าโกนบ้องขนองจำนองบ้องโอนปีเนี่ยได้มีนเอาปกชมุกกาวลีเมนอายุ30 ឆ្នាំមានមុខរបរជាគ្រូពេទ្យថ្មីឯកជននិងម្ដាយឈ្មោះគីហុងអាយុ29ឆ្នាំស្នាក់នៅភូមិប៉ាលីឡៃសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យម្ដាយកុមារីឈ្មោះគីហុងបានឲ្យដឹងថាគាត់មានកូនស្រីចំនួន2នាក់កូនស្រីទី1គឺមានឈ្មោះកៅស៊ីវធីងដែលមានវ័យឆ្លាតខុសពីធម្មតាដែលគេមានអាយុ2ខួប11ខែនិងប្អូនស្រីទី2មានអាយុ7ខែអ្នកម្ដាយក៏បានរៀបរាប់ប្រាប់ថាកំណើតកូនស្រីឆ្លាតឈ្មោះកៅស៊ីធីងគឺបានមានកំណើតដូចជាគ្មានអ្វីប្លែកហើយជាធម្មតានៅពេលដែលកើតគឺនៅទីក្រុងភ្នំពេញក្រោយពេលកើតហើយគឺបំបៅដោះម្ដាយជាធម្មតានិងចំណីមានបបរលាយជាមួយបន្លែជារុក្ខជាតិវីតាមីនដើម្បីឲ្យបើកម្លាំងនិងញ៉ាំទឹកដោះគោចំណីកំប៉ុងជាបន្តបន្សំរហូតនាងមានអាយុ2ខួប2ខែហើយនាងមានវ័យឆ្លាតខុសពីកុមារដទៃចាខ្ញុំឈ្មោះគីហុងខ្ញុំស្រុកកណាត់នៅបាត់ដំបងតាំងពីឆ្នាំ2005កូន2នាក់ស្រីទាំងពីរឥឡូវហ្នឹងវា2ខួប11ខែមានយសពអីផងអត់មានថាញ៉ាំអីប្លែកញ៉ាំអាហារគ្រប់មុខជីហើយក៏ដូចជាមានថ្នាំទៅបណ្ដោះសុខភាពវាឲ្យថ្នាំលេបអីចាញ៉ាំផង2ខួប2ខែព្រោះប៉ុន្តែវាចេះទាំងវាប្រកែចាំកាត់ហើយភ្លាមចេញទៅពីបន្ទប់សម្រាហ្នឹងគឺបើដោះរហូតដល់ជាង1ខួបហើយបានបន្ថែមជាទឹកដោះគោអំបរយើងធ្វើកិនខ្លួនឯងឲ្យកូនញ៉ាំចាមានការ៉ុតដលងបារាំងដលងជ្វាហើយបន្លែពណ៌បៃតងដូចជាស្លឹកបាសស្លឹកផ្ទីស្លឹកមារុំអីចឹងហើយដាក់លាយជាមួយសាច់ជ្រូកហើយសាច់ត្រីចាមានពូលាយញ៉ាំទឹកដោះគោខ្លះហើយនឹងបបរកំប៉ុងខ្លះពេលធ្វើដំណើរទៅឆ្ងាយចឹងញ៉ាំបបរកំប៉ុងពេលនៅផ្ទះទៅយើងធ្វើបបរវាញ៉ាំបបរNestle អត់ទេឥឡូវហ្នឹងវាញ៉ាំបាយម្ហូបអីដូចយើងចឹងចំណីកំប៉ុងហ្នឹងឯងញ៉ាំហើយជាង1ឆ្នាំដែរចំណែកឪពុកឈ្មោះកៅលីមេងក៏បានបន្តឲ្យដឹងទៀតថានៅពេលបានដឹងថាកូនស្រីមានវ័យឆ្លាតគឺកូនស្រីមានអាកប្បកិរិយានិងរឹកពីដូចជាមនុស្សពេញវ័យហើយនៅពេលដែលបងប្រុសរបស់គាត់បានយកផ្ទាំងគំនូររូបមួយផ្ទាំងយកមកពីប្រទេសជប៉ុនសម្រាប់ផ្ញើក្មួយលេងហើយពេលនោះគាត់មិននឹកស្មានថាកូនស្រីរបស់គាត់ឈ្មោះកៅស៊ីធីងនៅពេលដែលលេងរៀបរូបគឺចេះរៀបដូចជាមនុស្សពេញវ័យហើយរៀបបានរហ័សថែមទៀតឪពុកឈ្មោះកៅលីមេងក៏បានបន្តឲ្យដឹងទៀតថានៅពេលឃើញកូនគាត់មានភាពវ័យឆ្លាតតាំងពីអាយុ2ខួប2ខែរហូតដល់2ខួប11ខែនោះគឺចេះរៀបទាំងរូបរហូតដល់រៀបទាំងរូបគំនូរផែនទីពិភពលោកក្នុងចំណោមទាំងរូប17ធំក្នុងមួយផ្ទាំងតូចមិនតិចជាង100សន្លឹកហើយដោយប្រើរយៈពេលខ្លីបំផុតដោយគិតស្មានមិនដល់ថាកូនមានវ័យឆ្លាតបែបនេះព្រោះថានៅពេលដែលកូនស្រីចាប់ដើមរៀបទាំងរូបគឺមានទាំងរូប3ទៅ4ទាំងដែលមានប្រមាណជាង300សន្លឹកតូចដែលជ្រាវចូលគ្នាហើយឲ្យចាប់ដើមរៀបដោយប្រើរយៈពេលពី10ទៅ15នាទីគឺហើយរួចជាស្រេចបាទខ្ញុំឈ្មោះកៅលីមេងស្រុកកំណើតខ្ញុំនៅព្រៃវែងនៅតាំងពី
2003បាទធ្វើពេទ្យថ្មីនិយាយទៅវាដូចជាពីកំណើតវាមកដើម្បីតែការចេះដឹងវាcủaយើងនឹកស្មានមិនដល់ដែរនឹកស្មានមិនដល់ការចងចាំរបស់វាហ្នឹងយើងវាការបរៀនវាគ្រាន់ថាធម្មតាវាចេះស្រាប់អញ្ចឹងទៅយើងគ្រាន់ថាព្រោះយើងមើលទៅវាក៏មើលភាពអស្ចារ្យវាតែយើងនឹកស្មានមិនដល់ដែរវានិយាយទៅក្នុងក្រុមគ្រួសារតាំងការរស់នៅវារបៀបរបបការរស់នៅវាដូចយើងមនុស្សធំអញ្ចឹងវាស្អាតបាតទាំងអស់ហ្មងទាំងការហូបចុកទាំងការសម្លៀកបំពាក់វាគឺវាស្អាតហ្មងហើយរបស់របរដែលថាត្រូវប្រើត្រូវអីអញ្ចឹងវាដូចថាវាដឹងរបស់ណារបស់យើងរបស់ណារបស់វាអញ្ចឹងវាអត់រវីវល់ណារបស់យើងណាបាទវាចេះថែអាសារបស់ទៀត A B C អីហ្នឹងដែលយើងទិញជាអក្សររូបឈើមកអក្សរឈុតអក្សរតូចអក្សរធំអញ្ចឹងយើងយកមកវាមើលអញ្ចឹងរៀបអញ្ចឹងទៅក៏វាចេះដែរហើយអក្សរកខកអក្សរខ្មែរហ្នឹងដែលអក្សរទុយហ្នឹងដាក់ចូលសុំឈើហ្នឹងក៏វាស្គាល់ដែរវាស្គាល់តែវាអត់ទាន់ដឹងថាអក្សរហ្នឹងគេអានថាម៉េចបានវាលោកកៅលីមេងក៏បានបន្តឲ្យដឹងទៀតថាចំពោះកូនស្រីគាត់ដែលមានភាពវៃឆ្លាតនេះគឺព្រោះតែសង្គមដែលផ្ដល់ឲ្យដោយមានប្រទេសជាតិមានការអភិវឌ្ឍនិងរីកចម្រើនក្រោមគោលនយោបាយដឹកនាំដ៏ឆ្លៀសវៃពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាហើយប្រទេសជាតិដែលមានអ្វីទាំងអស់ក្មេងក៏ដូចជាមានការយល់ដឹងច្រើនទើបលោកគិតថាកូនដែលមានភាពវៃឆ្លាតគឺគួបផ្សំជាមួយនឹងសុខុមាលភាពធាតុអាកាសប្រទេសជាតិមានការសបោសប្បាយនោះរួមផ្សំជាមួយឪពុកម្ដាយផ្ដល់កំណើតនិងមានការថែទាំល្អគឺពិតកូនជាមានភាពវៃឆ្លាតគឺលោកសង្ឃឹមថាកូនស្រីរបស់គាត់នឹងអាចឈានទៅរកការប្រឡងប្រជែងកូនឆ្លាតថ្នាក់ជាតិនិងអន្តរជាតិនៅពេលខាងមុខនេះវាចេះតាំងពីដំបូងវា2ខួប2ខែហ្នឹងវាចេះអាទាលេងវាចេះទាលេងហើយថារូបហ្នឹងក៏យើងថាទិញមកឃើញទៅបងគាត់ផ្ញើពីជប៉ុនមកហ្នឹងថាទុកឲ្យវាធំឡើងចាំឲ្យវាលេងដល់ទៅពេលវាចេះតែឃើញវាស្រឡាញ់វាចង់បានវាចេះតែទាយកលេងហើយក៏យើងមិននឹកស្មានថាវាចេះដែរហើយវាទាវាទៅក៏យើងឲ្យវាទៅឲ្យវាឲ្យយើងខ្ញុំថាថតមុនវាចាក់ចេញខ្ញុំថាថតទុកចំណាំរូបដើមវាអញ្ចឹងថាបើថាវារៀបចូលមិនត្រូវអីទៅយើងមានរូបដើមយើងយកមកគុំចូលវិញប៉ុន្តែយើងអត់តាន់បានថាផ្ដិតអីផងវាមានសមត្ថភាពវាគុំចូលដូចដើមវិញវាគុំចូលបានតាំងពី2ខួប2ខែកុមារីឆ្លាតពីកំណើតអាយុ2ខួប11ខែជំនាញរៀបរូបទាំងគំនូសផែនទីពិភពលោកក្នុងចំណោមទាំងរូប17ធំក្នុងមួយទាំងតូចមិនតិចជាង100សន្លឹកដែលត្រូវបានគេដាក់ងារថាក្មេងឆ្លាតដែលរស់នៅក្នុងក្រុងប៉ោយប៉ែតហើយត្រូវបានឯកឧត្តមអ៊ុងអឿនទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងជាអភិបាលខេត្តបន្ទាយមានជ័យបានកោតសរសើរយ៉ាងក្រៃលែងចំពោះឪពុកម្ដាយដែលបានចេះថែទាំកូនហើយបានក្លាយជាកុមារីឆ្លាតពីកំណើតមានឈ្មោះថាកៅស៊ីវធីងមានអាយុ2ខួប11ខែកុមារីជាកូនច្បងក្នុងចំណោមបងប្អូន2នាក់ដែលមានឪពុកឈ្មោះកៅលីមេងអាយុ37ឆ្នាំមានមុខរបរជាគ្រូពេទ្យធ្មេញឯកជននិងម្ដាយឈ្មោះគីហុងអាយុ29ឆ្នាំស្នាក់នៅភូមិប៉ាលីឡៃសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យម្ដាយកុមារីឈ្មោះគីហុងបានឲ្យដឹងថាគាត់មានកូនស្រីចំនួន2នាក់កូនស្រីទី1គឺមានឈ្មោះកៅស៊ីវធីងដែលមានវ័យឆ្លាតខុសពីធម្មតាដែលគេមានអាយុ2ខួប11ខែនិងប្អូនស្រីទី2មានអាយុ7ខែអ្នកម្ដាយក៏បានរៀបរាប់ប្រាប់ថាកំណើតកូនស្រីឆ្លាតឈ្មោះកៅស៊ីធីងគឺបានមានកំណើតដូចជាគ្មានអ្វីប្លែកហើយជាធម្មតានៅពេលដែលកើតគឺនៅទីក្រុងភ្នំពេញក្រោយពេលកើតហើយគឺបំបៅដោះម្ដាយជាធម្មតានិងចំណីមានបបរលាយជាមួយបន្លែជារុក្ខជាតិវីតាមីនដើម្បីឲ្យបើកម្លាំងនិងញ៉ាំទឹកដោះគោចំណីកំប៉ុងជាបន្តបន្សំរហូតនាងមានអាយុ2ខួប2ខែហើយនាងមានវ័យឆ្លាតខុសពីកុមារដទៃចាខ្ញុំឈ្មោះគីហុងខ្ញុំស្រុកកណាតនៅបាត់ដំបងតាំងពីឆ្នាំ2005កូន2នាក់ស្រីទាំងពីរឥឡូវហ្នឹងវា2ខួប11ខែមានយសពអីផងអត់មានថាញ៉ាំអីប្លែកញ៉ាំអាហារគ្រប់មុខជីហើយក៏ដូចជាមានថ្នាំទៅបណ្ដោះសុខភាពវាឲ្យថ្នាំលេបអីចាញ៉ាំផង2ខួប2ខែព្រោះប៉ុន្តែវាចេះទាំងវាប្រកែចាំកាត់ហើយភ្លាមចេញទៅពីបន្ទប់សម្រាហ្នឹងគឺបើដោះ
រហូតដល់ជាង1ខួបហើយបានបន្ថែមជាទឹកដោះគោអំបរយើងធ្វើកិនខ្លួនឯងឲ្យកូនញ៉ាំចាមានការ៉ុតដលងបារាំងដលងជ្វាហើយបន្លែពណ៌បៃតងដូចជាស្លឹកបាសស្លឹកផ្ទីស្លឹកមារុំអីចឹងហើយដាក់លាយជាមួយសាច់ជ្រូកហើយសាច់ត្រីចាមានពូលាយញ៉ាំទឹកដោះគោខ្លះហើយនឹងបបរកំប៉ុងខ្លះពេលធ្វើដំណើរទៅឆ្ងាយចឹងញ៉ាំបបរកំប៉ុងពេលនៅផ្ទះទៅយើងធ្វើបបរវាញ៉ាំបបរNestle អត់ទេឥឡូវហ្នឹងវាញ៉ាំបាយម្ហូបអីដូចយើងចឹងចំណីកំប៉ុងហ្នឹងឯងញ៉ាំហើយជាង1ឆ្នាំដែរចំណែកឪពុកឈ្មោះកៅលីមេងក៏បានបន្តឲ្យដឹងទៀតថានៅពេលបានដឹងថាកូនស្រីមានវ័យឆ្លាតគឺកូនស្រីមានអាកប្បកិរិយានិងឫទ្ធិពាដូចជាមនុស្សពេញវ័យហើយនៅពេលដែលបងប្រុសរបស់គាត់បានយកផ្ទាំងគំនូររូបមួយផ្ទាំងយកមកពីប្រទេសជប៉ុនសម្រាប់ផ្ញើក្មួយលេងហើយពេលនោះគាត់មិននឹកស្មានថាកូនស្រីរបស់គាត់ឈ្មោះកៅស៊ីធីងនៅពេលដែលលេងរៀបរូបគឺចេះរៀបដូចជាមនុស្សពេញវ័យហើយរៀបបានរហ័សថែមទៀតឪពុកឈ្មោះកៅលីមេងក៏បានបន្តឲ្យដឹងទៀតថានៅពេលឃើញកូនគាត់មានភាពវៃឆ្លាតតាំងពីអាយុ2ខួប2ខែរហូតដល់2ខួប11ខែនោះគឺចេះរៀបទាំងរូបរហូតដល់រៀបទាំងរូបគំនូរផែនទីពិភពលោកក្នុងចំណោមទាំងរូប17ធំក្នុងមួយផ្ទាំងតូចមិនតិចជាង100សន្លឹកហើយដោយប្រើរយៈពេលខ្លីបំផុតដោយគិតស្មានមិនដល់ថាកូនមានវ័យឆ្លាតបែបនេះព្រោះថានៅពេលដែលកូនស្រីចាប់ដើមរៀបទាំងរូបគឺមានទាំងរូប3ទៅ4ទាំងដែលមានប្រមាណជាង300សន្លឹកតូចដែលជ្រាវចូលគ្នាហើយឲ្យចាប់ដើមរៀបដោយប្រើរយៈពេលពី10ទៅ15នាទីគឺហើយរួចជាស្រេចបាទខ្ញុំឈ្មោះកៅលីមេងស្រុកកំណើតខ្ញុំនៅព្រៃវែងនៅតាំងពី2003បាទធ្វើពេទ្យថ្មិញនិយាយទៅវាដូចជាពីកំណើតវាមកដើម្បីតែការចេះដឹងវាក៏យើងនឹកស្មានមិនដល់ដែរការចងចាំរបស់វាហ្នឹងយើងវាការបរៀនវាគ្រាន់ថាធម្មតាវាចេះស្រាប់អញ្ចឹងទៅយើងគ្រាន់ថាព្រោះយើងមើលទៅវាក៏មើលភាពអស្ចារ្យវាតែយើងមិននឹកស្មានមិនដល់ដែរវានិយាយទៅក្នុងក្រុមគ្រួសារតាំងការរស់នៅវារបៀបរបបការរស់នៅវាដូចយើងមនុស្សធំអញ្ចឹងវាស្អាតបាតទាំងអស់ហ្មងទាំងការហូបចុកទាំងការសម្លៀកបំពាក់វាគឺវាស្អាតហ្មងហើយរបស់របរដែលថាត្រូវប្រើត្រូវអីអញ្ចឹងវាដូចថាវាដឹងរបស់ណារបស់យើងរបស់ណារបស់វាអញ្ចឹងវាអត់រវីវល់ណារបស់យើងណាបាទវាចេះថែអាសារបស់ទៀត A B C អីហ្នឹងដែលយើងទិញជាអក្សររូបឈើមកអក្សរឈុតអក្សរតូចអក្សរធំអញ្ចឹងយើងយកមកវាមើលអញ្ចឹងរៀបអញ្ចឹងទៅក៏វាចេះដែរហើយអក្សរកខកអក្សរខ្មែរហ្នឹងដែលអក្សរទុយហ្នឹងដាក់ចូលសុំឈើហ្នឹងក៏វាស្គាល់ដែរវាស្គាល់តែវាអត់ទាន់ដឹងថាអក្សរហ្នឹងគេអានថាម៉េចបានវាលោកកៅលីមេងក៏បានបន្តឲ្យដឹងទៀតថាចំពោះកូនស្រីគាត់ដែលមានភាពវៃឆ្លាតនេះគឺព្រោះតែសង្គមដែលផ្ដល់ឲ្យដោយមានប្រទេសជាតិមានការអភិវឌ្ឍនិងរីកចម្រើនក្រោមគោលនយោបាយដឹកនាំដ៏ឆ្លៀសវៃពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាហើយប្រទេសជាតិដែលមានអ្វីៗទាំងអស់ក្មេងក៏ដូចជាមានការយល់ដឹងច្រើនទើបលោកគិតថាកូនដែលមានភាពវៃឆ្លាតគឺគួបផ្សំជាមួយនឹងសុខុមាលភាពធាតុអាកាសប្រទេសជាតិមានការសបោសប្បាយនោះរួមផ្សំជាមួយឪពុកម្ដាយផ្ដល់កំណើតនិងមានការថែទាំល្អគឺពិតកូនជាមានភាពវៃឆ្លាតគឺលោកសង្ឃឹមថាកូនស្រីរបស់គាត់នឹងអាចឈានទៅរកការប្រឡងប្រជែងកូនឆ្លាតថ្នាក់ជាតិនិងអន្តរជាតិនៅពេលខាងមុខនេះវាចេះតាំងពីដំបូងវា2ខួប2ខែហ្នឹងវាចេះទាលេងវាចេះទាលេងហើយរូបហ្នឹងក៏យើងថាទិញមកឃើញទៅបងគាត់ផ្ញើពីជប៉ុនមកហ្នឹងថាទុកឲ្យវាធំឡើងចាំឲ្យវាលេងដល់ទៅពេលវាចេះតែឃើញវាស្រឡាញ់វាចង់បានវាចេះតែទាយកលេងហើយក៏យើងមិននឹកស្មានថាវាចេះដែរហើយវាទាវាទៅក៏យើងឲ្យវាទៅឲ្យវាឲ្យយើងខ្ញុំថាថតមុនវាចាក់ចេញខ្ញុំថាថតទុកចំណាំរូបដើមវាអញ្ចឹងថាបើថាវារៀបចូលមិនត្រូវអីទៅយើងមានរូបដើមយើងយកមកគុំចូលវិញប៉ុន្តែយើងអត់តាន់បានថាដិតអីផងវាមានសមត្ថភាពវាគុំចូលដូចដើមវិញវាគុំចូលបានតាំងពី2ខួប2ខែ